ផែនការសកម្មភាពជាតិសុខភាពមាត់ធ្មេញឆ្នាំ2023-2030នៅក្នុងវីដេអូនេះដែរនាងខ្ញុំចង់មកចែករំលែកអំពីចំណេះដឹងមួយដែលតាក់ទងទៅនឹងសុខភាពមាត់ធ្មេញក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះតើស្ត្រីគ្រប់រូបបានដឹងទេថាការថែទាំសុខភាពមាត់ធ្មេញក្នុងអំឡុងពេលមានផ្ទៃពោះនិងក្រោយពេលសម្រាលគឺមានសារៈសំខាន់ណាស់សម្រាប់សុខុមាលភាពទាំងអ្នកម្ដាយនិងទារកការប្រែប្រួលរូបរាងកាយរបស់ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះអាចប៉ះពាល់ដល់សុខភាពមាត់ធ្មេញហើយការថែរក្សាអនាម័យមាត់ធ្មេញឲ្យបានល្អគឺមានសារៈសំខាន់ណាស់3ចំណុចខាងក្រោមនេះគឺជាកត្តាសំខាន់សម្រាប់ការថែទាំសុខភាពមាត់ធ្មេញក្នុងអំឡុងពេលមានផ្ទៃពោះទី1ការប្រែប្រួលអរម៉ូនការមានផ្ទៃពោះអាចបង្កឲ្យមានការប្រែប្រួលអរម៉ូនដែលជាការបង្កើននូវហានិភ័យជំងឺពុកធ្មេញរលាកអញ្ចាញធ្មេញនិងជាលិកាជុំវិញអញ្ចាញធ្មេញទី2ផលប៉ះពាល់លើកសុខភាពមាត់ធ្មេញមិនល្អត្រូវបានផ្សារភ្ជាប់ទៅនឹងផលវិបាកដូចជាទម្ងន់កំណើតទារកមានទម្ងន់មិនគ្រប់គីឡូនិងការកើតមិនគ្រប់ខែទី3តម្រូវការអាហារូបត្ថម្ភសុខភាពមាត់ធ្មេញល្អគឺត្រូវការអាហារូបត្ថម្ភត្រឹមត្រូវនិងគ្រប់គ្រាន់ដែលមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់របស់គល់យ៉ាងណាមិញកត្តាបញ្ហាដែលបានរៀបរាប់ខាងលើគឺយើងអាចទប់ស្កាត់បានដោយការយល់ដឹងអំពីការណែនាំសុខភាពមាត់ធ្មេញឲ្យបានត្រឹមត្រូវហើយនាងខ្ញុំក៏សូមលើកយកដំណោះស្រាយ5ចំណុចដែលមានដូចជាទី1ការទៅពិនិត្យសុខភាពមាត់ធ្មេញឲ្យបានទៀងទាត់កំណត់ពេលវេលាពិនិត្យសុខភាពមាត់ធ្មេញក្នុងអំឡុងពេលមានផ្ទៃពោះឲ្យបានទៀងទាត់និងជូនដំណឹងទៅដល់ទាន់បណ្ឌិតអំពីការមានផ្ទៃពោះដើម្បីទទួលបានការថែទាំមួយដែលសមស្របទី2ការរក្សាអនាម័យមាត់ធ្មេញដុសធ្មេញយ៉ាងហោចណាស់2ដងក្នុងមួយថ្ងៃជាមួយនឹងថ្នាំដុសធ្មេញដែលមានសារជាតិ Fluoride ធ្វើការដុសធ្មេញសម្អាតជារៀងរាល់ថ្ងៃយ៉ាងតិចណាស់ឲ្យបាន2នាទីដើម្បីកម្ចាត់សម្អេកនិងកម្ទេចអាហារតូចៗដែលមានជាប់នៅចន្លោះធ្មេញនិងលើផ្ទៃធ្មេញទី3ការពិចារណាលើរបបអាហាររក្សាតុល្យភាពរបបអាហារដែលសម្បូរដោយវីតាមីនដូចជាផ្លែឈើបន្លែគ្រាប់ធញ្ញជាតិនិងទឹកដោះគោសូមកាត់បន្ថយឬអាហារសម្រន់និងភេសជ្ជៈណាដែលមានជាតិស្ករដើម្បីការពារហានិភ័យនៃជំងឺពុកធ្មេញទី4ការដោះស្រាយបញ្ហាអាការៈចាញ់នៅពេលព្រឹកប្រសិនបើមានការក្អួតចង្អោរសូមលាងមាត់ជាមួយនឹងទឹកដើម្បីបន្សាបអាស៊ីតក្រពះដែលតោងជាប់នឹងធ្មេញក្រោយពេលក្អួតចង្អោរប៉ុន្តែត្រូវជៀសវាងដុសធ្មេញភ្លាមៗក្រោយពេលក្អួតចង្អោរដើម្បីការពារសំណឹកនៃស្រទាប់ធ្មេញទី5ក្នុងករណីដែលស្ត្រីមានបញ្ហាមាត់ធ្មេញស្រាប់សូមធ្វើការដោះស្រាយបញ្ហាមាត់ធ្មេញភ្លាមៗដូចជាធ្មេញប្រហោងពុកឬអញ្ចាញធ្មេញព្រោះវាជាកត្តាដែលធ្វើឲ្យកាន់តែមានបញ្ហាក្នុងអំឡុងពេលដែលមានផ្ទៃពោះប៉ុន្តែក្នុងករណីដែលស្ត្រីបានដឹងខ្លួនថាខ្លួនកំពុងមានផ្ទៃពោះរួចទៅហើយនោះនីតិវិធីព្យាបាលធ្មេញគឺត្រូវបានពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញបន្ថែមពីលើនោះដែរស្ត្រីក៏តែបន្តយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពមាត់ធ្មេញក្រោយពេលសម្រាលផងដែរដែលក្នុងនោះដែរការថែរក្សាអនាម័យមាត់ធ្មេញក៏ជាកត្តារួមចំណែកដល់ការសម្រួលបញ្ហាផ្លូវចិត្តនិងរាងកាយទូទៅផងដែរការថែរក្សាសុខភាពអនាម័យមាត់ធ្មេញក្រោយពេលសម្រាលនិងការពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្ត្រីដែលមានផ្ទៃពោះជាចុងក្រោយនាងខ្ញុំក៏សូមលើកទឹកចិត្តឲ្យស្ត្រីគ្រប់រូបយកចិត្តទុកដាក់នឹងការប្រស័យតាក់ទងជាមួយនឹងអ្នកផ្ដល់សេវាថែទាំសុខភាពមាត់ធ្មេញអំពីបញ្ហាសុខភាពមាត់ធ្មេញដែលជាផ្នែកនៃការថែទាំទូទៅក្នុងអំឡុងពេលមានផ្ទៃពោះដោយសង្កត់ធ្ងន់ទៅលើការអនុវត្តដំណោះស្រាយទាំងនោះចាប់ផ្ដើមសកម្មភាពឥឡូវនេះដើម្បីអនាគតដ៏ប្រសើររបស់អ្នកម្ដាយនិងទារកនាងខ្ញុំក៏សូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូចែករំលែកមួយនេះនិងសូមជូនពរដល់អ្នកម្ដាយគ្រប់រូបនិងកូនឲ្យមានសុខភាពល្អនិងសូមកុំភ្លេចរងចាំតាមដានទស្សនាវីដេអូចែករំលែកក្រោយៗទៀតសូមជម្រាបលា